កំពុងហត់នឿយនឹងការរងចាំមែនអត់រងចាំឲ្យនរណាម្នាក់ចូលមកកែប្រែជីវិតរបស់យើងរងចាំឲ្យឱកាសល្អធ្លាក់ពីលើមេឃឬក៏រងចាំឲ្យអ្នកដទៃមកយកពីការជឿជាក់របស់យើងថ្ងៃនេះយើងនឹងមកជជែកគ្នាពីការពិតដ៏មានឥទ្ធិពលមួយហេតុអីបានជាយើងត្រូវជួយខ្លួនឯងជាមុនសិនមុននឹងរំពឹងការជួយពីអ្នកដទៃស្រមៃថាប្រសិនបើមានមនុស្សម្នាក់កំពុងលំតាក់ហើយយើងក៏មិនចេះហៅទឹកដែរតែយើងអាចលោតទៅជួយគេបានអត់ប្រកាសជាមិនអាចទេត្រូវអត់តែបើសិនជាលោតទៅជួយមែនមានតែត្រូវលំទឹកទាំងពីរនាក់ការចង់ជួយអ្នកដទៃឬការចង់ឲ្យអ្នកដទៃមកជួយយើងវាមិនមែនជាកំហុសទេប៉ុន្តែប្រសិនបើខ្លួនយើងនៅមិនទាន់រឹងមាំអារម្មណ៍របស់យើងនៅតែទន់ជ្រាយហើយផ្នត់គំនិតរបស់យើងនៅតែពោរពេញទៅដោយភាពអវិជ្ជមាននោះយើងមិនអាចបង្កើតការប្រែប្រួលអ្វីបានឡើយមានហេតុផល3យ៉ាងដែលជួយខ្លួនឯងជាមុនទី1គ្មាននរណាម្នាក់យល់ពីយើងជាងខ្លួនយើងនោះទេមនុស្សជុំវិញខ្លួនគេអាចហុចដៃមកជួយយើងត្រឹមតែម្ដងឬក៏ពីរដងតែប៉ុណ្ណោះប៉ុន្តែអ្នកដែលអាចដើរលើផ្លូវដ៏វែងឆ្ងាយមួយនេះគឺរូបយើងផ្ទាល់ទី2បង្កើតតម្លៃនិងភាពរឹងមាំពីខាងក្នុងនៅពេលដែលយើងចាប់ផ្ដើមរៀនដោះស្រាយបញ្ហាដោយខ្លួនឯងមិនថារឿងតូចឬរឿងធំយើងកំពុងសន្សំភាពជឿជាក់សម្រាប់ខ្លួនឯងទី3ទាក់ទាញមនុស្សល្អៗចូលមកនៅពេលដែលយើងជាមនុស្សរឹងមាំនិងមានថាមពលវិជ្ជមានយើងនឹងទាក់ទាញមនុស្សដែលមានថាមពលដូចគ្នាចូលមកជួយជ្រោមជ្រែងដោយមិនដឹងខ្លួនតើយើងត្រូវចាប់ផ្ដើមជួយខ្លួនឯងដោយរបៀបណាយើងមិនចាំបាច់ធ្វើរឿងធំដុំភ្លាមៗនោះទេត្រូវចាប់ផ្ដើមពីការឈប់បន្ទោសរឿងវាសនាចាប់ផ្ដើមផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងនៅពេលព្រឹកនិងចាប់ផ្ដើមរៀនសូត្រពីកំហុសកន្លងមកចូលចងចាំថារាល់ពេលដែលយើងងើបឈរតស៊ូម្ដងទៀតនោះយើងកំពុងតែជួយសង្គ្រោះជីវិតខ្លួនឯងហើយសូមកុំរងចាំឲ្យអ្នកដទៃមកអុជភ្លើងបំភ្លឺផ្លូវឲ្យតែយើងត្រូវធ្វើជាភ្លើងបំភ្លឺផ្លូវដោយខ្លួនឯងគ្មានការជួយណាដែលមានតម្លៃនិងមាននិរន្តរភាពជាងការជួយដែលចេញពីកម្លាំងចិត្តនិងការបដិញ្ញាចិត្តរបស់ខ្លួនឯងនោះទេបើយើងរងចាំឲ្យអ្នកដទៃមកជួយសង្គ្រោះមានន័យថាយើងកំពុងប្រកល់សុភមង្គលរបស់ខ្លួនឯងទៅលើដៃអ្នកដទៃហើយត្រូវចាំថាគ្មាននរណាម្នាក់ស្គាល់ការឈឺចាប់និងក្តីស្រមៃរបស់យើងច្បាស់ជាងខ្លួនយើងនោះទេក្រោកឈរឡើងធ្វើជាវីរបុរសជួយសង្គ្រោះជីវិតរបស់ខ្លួនឯងជាមុនសិនហើយនៅពេលដែលយើងរឹងមាំពិភពលោកទាំងមូលនឹងនៅឈរខាងយើងជឿជាក់លើខ្លួនឯងនេះជា positive voice ប្រសិនបើវីដេអូនេះមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាសូមកុំភ្លេចចុច like share និង subscribe channel ដើម្បីទទួលបានថាមពលវិជ្ជមានបែបនេះជារៀងរាល់ថ្ងៃសូមអរគុណនិងជួបគ្នានៅវីដេអូក្រោយៗទៀត